សហរដ្ឋអាមេរិកនិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង MIAS Golden Agreement ដោយជោគជ័យដែលផ្ដោតលើរ៉ាយយុទ្ធសាស្ត្រនិងធនធានរ៉ែដ៏កម្រិត Rare Earth កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាជាចំណុចបំលែងសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកិច្ចព្រមព្រៀងនេះត្រូវបានមើលឃើញថាជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យសេដ្ឋកិច្ចបច្ចេកទេសបច្ចេកវិទ្យានិងថាមពលស្អាតខណៈដែលក៏ជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរក្នុងយុគសម័យថ្មីមួយផងដែរប្រធានាធិបតី Donald Trump បានសរសើរជប៉ុនថាជាដៃគូយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកដោយបានលើកឡើងថា Washington នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Tokyo ក្នុងវិស័យសំខាន់ៗរួមមានសេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាព្រមទាំងសន្តិសុខតំបន់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានអះអាងឡើងនេះអំពីការបច្ចេកចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់ Indo-Pacific មុននេះតូក្យូបានប្រកាសផែនការបង្កើនថវិកាការពារនិងពន្លឿនការធ្វើទំនើបកម្មបច្ចេកវិទ្យាជាតិដើម្បីឆ្លើយតបទៅនឹងបញ្ហាសន្តិសុខថ្មីៗដែលកំពុងកើតមានអ្នកវិភាគមើលឃើញថានេះគឺជាចលនាយុទ្ធសាស្ត្រមួយរបស់ Washington ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនប្រឆាំងនឹងប្រទេសចិនក្នុងបរិបទភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង។